ជំរាបសួរឆើខ្ញុំមក demo ការងារ assignment ជូនឆើអញ្ចឹងជាដំបូងខ្ញុំទៅ create key clock ជាមុនសិនតម្លើង key clock ជាមុនសិនអញ្ចឹងខ្ញុំមក copy comment ដើម្បីយកទៅ run ហើយតម្លើងវាត្រង់នេះខ្ញុំដាក់ឈ្មោះឲ្យ server របស់ខ្ញុំហើយខ្ញុំដូរ port របស់វាទៅ9999ហើយខ្ញុំដូរ username ទៅជា iStart និង password ទៅជា QWER ហើយខ្ញុំ run អញ្ចឹងខ្ញុំទទួលបានវានៅក្នុង Docker High ហើយវាក៏កំពុង run ដូចគ្នាជំហានបន្ទាប់ខ្ញុំទៅបើក localhost 9999 អញ្ចឹងខ្ញុំនឹង log in នៅ username និង password ដែលខ្ញុំបានកំណត់អំបញ្ញមិញអញ្ចឹងឆវាចូលមកហើយបន្ទាប់មកខ្ញុំទៅ create new admin មួយខ្ញុំចុច create ហើយខ្ញុំដាក់ password ឲ្យវាបញ្ជាក់ password និង save ហើយខ្ញុំកំណត់ role ទៅជា admin ដូចគ្នាយើងបាន create បាន successful ហើយបន្ទាប់មកយើងទៅ create new realm ដែលមានឈ្មោះថា e-commerce យើងបាន create realm បានហើយនេះគឺយើងនៅក្នុងនឹងហើយបន្ទាប់មកខ្ញុំនឹងទៅ create user realm មួយទៀតអញ្ចឹងខ្ញុំដាក់ឈ្មោះថា dara user first name dara last name chan ហើយខ្ញុំចុច create credential កំណត់ password ខ្ញុំដាក់password add 1 2 3ហើយនេះគឺយើង confirm password save yes ចឹងនេះ user យើងគឺបានហើយបន្ទាប់មកខ្ញុំនឹងទៅ log in ចូលនៅ user របស់ដែលខ្ញុំបានបង្កើតអំបញ្ញមិញអញ្ចឹងខ្ញុំនឹងដូរត្រង់នេះទៅជា e-commerce/account អញ្ចឹងឈ្មោះ dara user password ឈ្មោះ password add 1 2 3ចឹងយើង sign in ចឹងពេលដែលនេះវាឲ្យយើងcreate password ថ្មីចឹងដាក់ 1 2 3 1 2 3ហើយយើង submit នេះយើងឲ្យយើងដាក់ mail ចឹងយើងបាន log in ចូលមកហើយឆចឹងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេឆជម្រាបលាឆ